សុភាសិតទី4កុំរៀននៅទំនេរខាតការកម្មកុំរៀនបណ្ដាក់ចាំថាពេលក្រោយកុំរៀនប្រហែសមើលងាយនាំធ្លយកុំរៀនមិនឲ្យទៀនស្មោមយាចកអត្ថន័យសង្ខេបនៃសុភាសិតនេះបង្រៀនយើងថាការរៀនសូត្រត្រូវធ្វើដោយការខិតខំទាន់ពេលមិនប្រហែសនឹងមានចិត្តមេត្តាការរៀនដែលខ្វះវិន័យខ្វះការខិតខំនិងខ្វះចិត្តល្អនឹងមិននាំទៅរកជោគជ័យពិតប្រាកដឡើយមេរៀនរបស់សុភាសិតនេះទី1បង្រៀនយើងថាកុំខ្ជិលនិងកុំរងចាំថ្ងៃស្អែកក្នុងការសិក្សាទី2ត្រូវរៀនយកចិត្តទុកដាក់និងគោរពតម្លៃចំណេះដឹងជានិច្ចទី3ចំណេះដឹងត្រូវដើរជាគូជាមួយមេត្តាករុណានិងការចែករំលែកចំពោះគ្នានឹងគ្នាឧទាហរណ៍និស្សិតដែលរៀនហើយពន្យាពេលចាំថ្ងៃស្អែកឬខានស្អែកចាំធ្វើភាគច្រើនតែងតែបរាជ័យតែអ្នកដែលរៀនទៀងទាត់ខិតខំនិងចេះជួយអ្នកដទៃមិនត្រឹមតែជោគជ័យទេតែបានការគោរពពីសង្គមផងដែរនិងពីគ្រួសារមិត្តភ័ក្តិសាច់ញាតិផងដែរសុភាសិតនេះគឺចង់បង្រៀនឲ្យយើងមាននៅវិន័យមាននៅទម្លាប់ហើយឲ្យតម្លៃទៅលើការសិក្សាខ្ពស់ប៉ុន្តែទន្ទឹមនឹងមាននៅចំណេះដឹងកុំភ្លេចនៅការចែករំលែកចំពោះមនុស្សផងទាំងពួងនៅក្នុងសកលលោក